តែខ្ញុំជឿថាមានបងប្អូនភាគច្រើនគាត់អត់ទាន់ដឹងថា SL ក៏យើងអាចកំណត់ពេលយើងចំណេញបានដែរសួស្តីបងប្អូនគ្នាចូលជាមួយខ្ញុំបាទ Mr. Sernow បងប្អូនធ្លាប់ទៅលើថា SL គឺជាកំណត់ការខាតអញ្ចឹងការកំណត់ BE គឺសំខាន់ណាស់បងប្អូនសម្រាប់អ្នក trader បើសិនជាយើងអត់ចេះកំណត់នៅពេលដែលយើងចំណេញយើង hold ចោលអត់ដាក់ BE អត់ដាក់ TP ច្បាស់ណាស់យើងចំណេញសក់អាចដាច់ account ក៏ថាបានដែរអញ្ចឹងយើងទៅមើលបងប្អូនគ្នាថាពេលដែលយើងចំណេញយើងកំណត់ SL បែបណាយើងចូលបាយនៅតំបន់នេះហើយដើមឡើយ SL យើងដាក់នៅតំបន់នេះទាំងអត់អញ្ចឹងពេលដែលផ្សារវាហោះទៅលើស្ទួយចាអញ្ចឹង SL យើងគឺត្រូវចុចមកយើងទាញដាក់នៅលើនេះយើងដាក់ចឹងមកអានេះ SL របស់យើងអញ្ចឹងការពារណាដែលផ្សារវានៅសក់វារីអាចធ្លាក់មកក្រោម view យ៉ាងម៉េចអញ្ចឹងវាប៉ះ SL វាគឺ order យើងនឹងកាត់ auto យកតែហ្មងបាទបើសិនជាយើងអត់ដាក់ទេយើង hold បាយសក់ចំណេញធ្លាក់មកក្រោម view ដាច់ account អស់លេងស្អែកខ្ញុំចូលតំបន់នេះ SL ខ្ញុំចូលដាក់នៅតំបន់នេះបើសិនជាផ្សាយវាចុះមកដល់ក្រោមយ៉ាងពីទៅនេះចុះមកក្រោមចំដល់នេះហើយអញ្ចឹងគឺខ្ញុំត្រូវទាញ SL ហ្នឹងបងខ្ញុំទាញ SL ហ្នឹងមកដាក់នៅនេះវិញអានេះគឺត្រៃដែលយើងចូល share អានេះ SL យើងការពារដូចគ្នាបងការពារវាសក់វាហោះទៅលើស្ទួយបាទអញ្ចឹងបើសិនវាបុកទៅលើមកវាប៉ះ BE យើងគឺ order យើងគឺកាត់ auto អញ្ចឹងយើងបាក់ព្រួយបារម្ភរឿងដាច់ account នេះបាទអញ្ចឹងវាឡើងទៅលើទៀតលើតអត់ខ្វល់ទេបាទអញ្ចឹងការកំណត់ BE មានតែប៉ុណ្្នឹងទេបងប្អូន